សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីស្វាគមន៍មកកាន់ Channel ពិភពរឿងខ្មោចរបស់ខ្ញុំថ្ងៃនេះខ្ញុំមានរឿងរ៉ាវមួយដើម្បីនិទានជូនបងប្អូនស្ដាប់កំសាន្តនៅពេលទំនេរគឺរឿងខោអាវជជុះសូមស្ដាប់កំសាន្តដូចតទៅរឿងពីតដែលកើតឡើងនៅភូមិមួយខេត្តបាត់ដំបងសំឡេងភ្លៀងធ្លាក់រេលើដំបូលសង្កសីអារម្មណ៍ស្ងប់ស្ងាត់បែបគួរឲ្យខ្លាចសុភាក្មេងស្រីវ័យ20ឆ្នាំទើបតែទិញខោអាវជជុះពីផ្សារមកសាកឡងមើលក្នុងបន្ទប់ទឹកខោអាវថ្មីមានលំនាំផ្កាកុលាបប៉ុន្តែគាត់មិនដឹងថាវាជាខោអាវដែលមនុស្សស្លាប់ម្នាក់ធ្លាប់ពាក់សុភាញញឹមមើលកញ្ចក់ស្អាតណាស់តម្លៃថោកទៀតសឹងមិនជឿថារបស់ជជុះទេពេលនោះភ្លៀងធ្លាក់ខ្លាំងសួនខាងក្រោយផ្ទះស្រាប់តែឃើញស្រមោលស្រីម្នាក់ឈរមើលតាមបង្អួចសុភាដើរចេញពីបន្ទប់ទឹកប៉ុន្តែជើងនាងមានឈាមហូរពីជំហៀងជើងសុភាឆ្ងល់អ៊ីឈាមមកពីណានេះនាងសម្លឹងមើលឈាមហូរចេញពីខោអាវជជុះផ្ទាល់ឈាមក្រហមខ្មៅជាប់តាមជើងខោយប់នោះសុភាភ្ញាក់ពីដំណេកមានសម្លេងធ្ងរសម្លេងនិយាយពីក្រោមគ្រែឈាមយើងសម្លៀកបំពាក់យើងឯងហ៊ានយកវាមកពាក់ហេតុអ្វីសភាពញាក់ប៉ាតដោតភ្លើងទូរស័ព្ទឈួរទៅក្រោមគ្រែតែឃើញខោជជុះហោះដោយខ្លួនឯងធ្វើដំណើរលេងប៉ោលដូចមនុស្សដើរនាងខ្លាចខ្លាំងទម្លាក់ទូរស័ព្ទស្រែកឮពេញផ្ទះតែអ្នកជិតខាងគ្មានអ្នកណាអើពើសុភានុំសារ៉ាត់មិត្តប្រុសមកមើលខោអាវនោះពេលគេបើកវាចេញគេឃើញខោនោះមានស្នាមឈាមស្ងួតក្នុងស្រទាប់ខាងក្នុងនិងអក្សរតូចដេរពីខ្សែអំបោះថាស្លាប់ថ្ងៃទី21ខែកញ្ញានៅស្ទឹងសង្កែសារ៉ាត់ទៅសួរអ្នកលក់ខោអាវជជុះដែលលក់អាវសុភានាងនិយាយថាខោអាវនោះបានមកពីផ្ទះស្រីម្នាក់ដែលត្រូវគេសម្លាប់ប្លន់បន្ទាប់ពីទើបចេញពីសាលាម៉ូដហើយសពនាងត្រូវបោះចោលជិតស្ទឹងយប់នោះសុភានៅតែពាក់ខោនោះដើម្បីសាកចង់ដឹងពិតថាមានអ្វីមែនពេលមិនទាន់ដល់ពាក់កណ្ដាលយប់ផងនាងឮសំឡេងមនុស្សស្រីចាប់ផ្ដើមឮឡើងវិញថាឆាប់អោខោអាវមកយើងវាជារបស់យើងមុនស្លាប់សុភាភ្ញាក់ផ្អើលបែរមើលកញ្ចក់ចិត្តក្រែឃើញមុខស្ខ្មត់ស្រីមួយឈាមហូរចេញពីមាត់ពាក់ខោអាវដូចគ្នាចេញពីខាងក្រោយកញ្ចក់នាងស្រែកដាច់ដង្ហើមតែសារ៉ាត់បើកទ្វារចូលមកឃើញសុភាគេងស្លាប់ជាប់អំបែងកញ្ចក់ស្រួចចាក់ជាប់ទ្រូងខ្លួនពាក់ខោជជុះនោះឈាមពេញបន្ទប់អ្នកស៊ើបការនិយាយថានៅពេលយកខោនោះទៅចោលការបោកសម្អាតលុបស្នាមឈាមមិនអាចធ្វើបានឡើយឈាមវាចេញឡើងវិញរាល់យប់តាមរឿងដែលគេនិយាយថានៅពេលភ្លៀងធ្លាក់បើមានឮសំឡេងសួរថាបងឃើញខោអាវជជុះខ្ញុំទេកុំឆ្លើយឲ្យសោះប្រសិនបើឆ្លើយនោះនាងនឹងតាមយកសម្លៀកបំពាក់វិញជាមួយប្រលឹកអ្នកនោះសំឡេងជជែករបស់អ្នកលក់ដូរនៅផ្សារពោពេញទៅដោយការភ្ញាក់ផ្អើលយើងឮថាស្រីនោះស្លាប់ចម្លែកណាស់ខោអាវដែលនាងទិញពីទីនេះឯងខ្ញុំគិតថាវាវិញ្ញាណផងដែរយប់មិញខ្ញុំឮសំឡេងមនុស្សស្រីយំឮចេញពីស្ទឹងនោះនារីលក់ម្នាក់ឈ្មោះឈឿនមិនជឿរឿងវិញ្ញាណខ្មោចនោះទេនាងយកខោអាវចកជុះមួយទៀតពីទំនិញចាស់ដែលនៅក្នុងឃ្លាំងដដែលនោះដើម្បីលក់បន្តប៉ុន្តែខោនោះគឺខោដែលសុភាបានពាក់មុនស្លាប់គេយកវាមកបោកសម្អាតហើយមិនដឹងថាជារបស់អ្នកស្លាប់យប់មួយនៅផ្ទះឈឿនយប់នោះឈឿនសាក់ស្លៀកខោអាវចកជុះឡមើលសិនមើលខ្លួនឯងក្នុងកញ្ចក់ហើយសើចអំសំលេងភ្លៀងធ្លាក់ក្រតេះឈឿនស្អាតណាស់ប៉ុន្តែតម្លៃថោកពេកគួរតែដាក់លក់ថ្លៃជាងនេះទៅផ្សំប៉ុន្តែភ្លាមនោះកញ្ចក់ចាប់ផ្ដើមរង្គឺហើយអបស្រអាប់បង្ហាញមុខស្ត្រីម្នាក់នៅពីក្រោយនាងសក់សើមឈាមហូរចេញពីកសម្លៀកបំពាក់ខោអាវដូចគ្នាសំឡេងខ្មោចអើយឲ្យវាមកយើងវិញវាជារបស់យើងឈឿនភ័យរន្ធត់ខ្លាំងហើយស្ទុះរត់ចេញក្រៅផ្ទះតែសំឡេងខ្មោចតាមពីក្រោយទៅដល់ចិត្តផ្លូវធំសំឡេងខ្មោចកាន់តែខ្លាំងឈប់រត់ឲ្យវាមកយើងវិញស្រាប់តែខ្មោចស្ទាក់ពីមុខឈឿនភ័យស្លុតខ្មោចក៏ចាប់ច្របាច់កជើងធត់ដីឈឿនក៏ដាច់ខ្យល់ស្លាប់ដោយពាក់ខោនោះលឺសាប់ហើយជ្រាបឈាមប៉ូលីសស៊ើបការរកឃើញថាសុភានិងឈឿនស្លាប់ក្នុងលក្ខណៈដូចគ្នាពាក់ខោចកជុះជាប់ឈាម
ស័ក្តិសិទ្ធិនិយាយថាពេលយប់តែងលីសំលេងសួរថាបងឃើញខោអាវខ្ញុំទេប៉ុន្តែអ្នកឆ្លើយថាឃើញតែងតែស្លាប់ក្នុង3ថ្ងៃក្រោយអ្នកស៊ើបការនាំជនជិតស្និទ្ធនៃស្ត្រីដែលស្លាប់ទៅស្ទឹងសង្កាយនៅទីនោះគេឃើញខោអាវចកយូរដើមជាប់នៅដើមឈើមាត់ស្ទឹងពេលគេយកវាចិនឈាមចាប់ផ្ដើមហូរចេញដោយធាការរស់ឡើងវិញនារីចាស់ម្នាក់នៅជិតនោះនិយាយថាមនុស្សស្រីដែលស្លាប់នោះត្រូវចោលប្លន់ហើយសម្លាប់មុខផ្សារគេប្លន់ហើយបោះសពនាងចោលក្នុងទឹកស្ទឹងប្រលឹងនាងមិនទាន់ទទួលសេចក្តីស្ងាត់ទេព្រះសង្ឃសូត្រមន្តធ្វើពិធីសមាធិនៅកន្លែងនាងស្លាប់ពេលសូត្រមន្តសំបីសំលេងខ្យល់ក៏ប្លែកៗដែរខោអាវជជុះត្រូវកប់បូជាតែចន្លោះពេលកប់សំលេងស្រីនោះនៅតែឮចេញថាកុំយកលក់វាទៀតយើងចង់សម្រាបន្ទាប់ពីខោអាវត្រូវកប់ក្នុងពិធីសូត្រមន្តឧទ្ទិសកុសលប៉ុន្តែប្រលឹងនាងមិនទាន់ស្ងប់ស្ងាត់ទេសំណង់ផ្ទះថ្មីជិតស្ទឹងសង្កែពេលរសៀលក្រុមកម្មករជាងដីកំពុងសាងសង់ផ្ទះថ្មីមួយក្នុងពេលជីកដីសម្រាប់ដាក់សសរផ្ទះមនុស្សម្នាក់ឈ្មោះលេងជាងវ័យ30រកឃើញអ្វីមួយជាប់នៅក្នុងដីសើមខោចាស់មួយដែលជាប់ឈាមចាស់ស្អិតជាប់ជាលក្ខណៈគួរឲ្យសង្ស័យលេងសោតសបាយអ៊ីយ៉ាខោស្រីយកទៅបោកសម្អាតលេងអីទំនងថាអ្នកណាបោះចោលមើលទៅអាចប្រែការបានគេយកវាទៅបោកទឹកស្ទឹងហើយយកទៅសម្អាតនៅផ្ទះជួលរបស់គេពេលនោះផ្ទាំងមេឃចាប់ផ្ដើមងងឹតហើយមានខ្យល់អូអយប់នោះផ្ទះជួលរបស់លេងកំពុងញ៉ាំអាហារពេលល្ងាចនៅលើខ្សែហាលខោនោះស្រាប់តែហោះអណ្ដែតតាមខ្យល់ទោះបីគ្មានខ្យល់ក៏ដោយលេងបាត់បង់អារម្មណ៍มันមានខ្យល់ទេចុងមិនខោកំរើកដូចត្រូវខ្យល់អញ្ចឹងយប់នោះគេឮសំឡេងគោទ្វារសួរពីក្រៅទ្វារបងឃើញខោឲ្យខ្ញុំទេឲ្យវាមកខ្ញុំវិញបានទេលេងគិតថាជាមិត្តរបស់គេលេងប្លែកតែពេលបើទ្វារមើលទៅក្រៃគ្មាននរណាទេតែខោជូៗនៅលើខ្សែស្នួរដដែលស្រាប់តែគំរើកដូចមនុស្សកំពុងពាក់ហើយឈរមើលគេត្រង់លេងភ័យទាំងខ្លួនអីយ៉យអ្នកណាខ្ញុំមិនបានលួចទេពេលនោះជើងខោលាន់មកចាប់ច្របាច់កស្ទើរតែអស់ដង្ហើមពេលព្រឹកគេឃើញលេងស្លាប់នៅលើដំបូលផ្ទះដៃទាំងពីរចងជាប់ខោជូនោះប៉ូលីសមកពិនិត្យកន្លែងកើតហេតុនៅលើខោអាវមានស្នាមដៃស្ត្រីតូចជាប់នៅខាងក្នុងដូចជាមនុស្សប៉ះវាចុងក្រោយមិនស្លាប់មនុស្សចាស់នៅជិតស្ទឹងប្រាប់ថាខោនោះកប់អស់ហើយតែរឿងវិញ្ញាណមិនទាន់អស់ទេប្រលឹងនាងអាចចេញមកដើម្បីតាមរករបស់នាងឡើងវិញពេលយប់ចិត្តអធ្រាត្រទឹកស្ទឹងស្រាប់តែក្រហមដូចឈាមមានមនុស្សខ្លះឃើញខោអាវជូអណ្ដែតលើទឹកជារៀងរាល់ពេលមានភ្លៀងធ្លាក់ភូមិចិត្តស្ទឹងសង្កែពេលព្រឹកបន្ទាប់ពីព្រឹត្តិការណ៍ស្លាប់ជាបន្តបន្ទាប់អាជ្ញាធរមូលដ្ឋានសម្រាប់ធ្វើពិធីសុំសេចក្តីសុខពីប្រលឹងនាងគេអញ្ជើញព្រះសង្ឃចាស់ឈ្មោះលោកគ្រូផូមកសូត្រមន្តនៅមាត់ស្ទឹងលោកគ្រូផូសូត្រមន្តខ្ពស់ៗថាសត្វទាំងឡាយដែលជាប់ក្នុងវដ្តសង្សារសូមឲ្យរួចផុតពីសេចក្តីសោកសៅឆ្លងទៅរកទីស្ងាត់សុខចរភ្លាមខ្យល់ក្រអូបស្រាប់តែបំលែងទៅជាក្លិនឈាមស្អីទឹកស្ទឹងឡើងក្រហមហើយខោជូមួយអណ្ដែតឡើងវិញពីជម្រៅទឹកមនុស្សទាំងអស់រត់ផាត់ភ័យប៉ុន្តែលោកគ្រូពោតបន្តសូត្រមន្តមិនឈប់យប់នោះខោចជុត្រូវដាក់ក្នុងប្រអប់ដែកដើម្បីធ្វើពិធីបំផ្លាញជាលើកទី2ប៉ុន្តែពេលរាត្រីមកដល់សាមណេរម្នាក់ឈ្មោះកេងឮសំឡេងសូរចេញពីក្នុងប្រអប់បងកេងបើកប្រអប់ឲ្យខ្ញុំបន្តិចបានទេខ្ញុំត្រូវការខោអាវវិញខ្ញុំត្រជាក់ណាស់កេងគិតថាជាមនុស្សធម្មតាមិនជឿថាខ្មោចគេចូលទៅក្បែរនិងបើកប្រអប់នោះភ្លាមខ្យល់អាបត្រជាក់ភាយចេញរូបស្រីស្លៀកខោជជុះឈាមហូរចេញពីមាត់ត្រូវចេញពីប្រអប់នោះហេតុអ្វីពួកអ្នកមិនទុកឲ្យខ្ញុំនៅស្ងៀមខ្ញុំត្រូវស្លាប់យ៉ាងវេទនាគ្មានអ្នកជួយហើយយកជឿនទៅទម្លាក់ចោលក្នុងទឹកស្ទឹងទៀត
គេងស្រែកភ័យចិត្តស្លាប់តែព្រះគ្រូពោតមកដល់តាន់ពេលសូត្រមន្តខ្លាំងក្លាដោយប្រើទៀន3ដុំនិងបង្ដក់ទឹកមន្តទៅលើខោចជុះនោះខោចជុះឆេះឡើងដោយភ្លើងខៀវដូចជាភ្លើងអាបខ្មោចស្រីនោះស្រែកដាច់ដង្ហើមហើយបាត់រលាយទៅជាផ្សែងថ្ងៃបន្ទាប់ក្រោយព្រឹត្តិការណ៍នោះភូមិទាំងមូលស្ងៀមស្ងាត់ប្លែកមិនមានញាក់ឮសំឡេងសួរថាបងឃើញថាអាវខៀមទេទៀតឡើយប៉ុន្តែពេលភ្លៀងធ្លាក់ជាថ្មីមនុស្សមួយចំនួនឃើញស្រមោលមនុស្សស្រីស្លៀកខោអាវចជុះដើរលេងទៅទន្លេដោយមិនមានជើងនៅពេលយប់មួយសាមណេរគេងយល់សុបិនក្នុងសបិននោះស្រីនោះនិយាយថាខ្ញុំអស់ទុក្ខហើយប៉ុន្តែសូមប្រាប់មនុស្សឲ្យកុំយកសម្ភារៈពីអ្នកស្លាប់ទៅប្រើឬលក់ឡើងវិញព្រោះអាវខោមិនមែនត្រឹមជាវត្ថុទេវាមានព្រលឹងនៅក្នុងនោះបន្ទាប់ពីសបិននោះគេងនាំពាក្យសារនោះប្រាប់មនុស្សទាំងភូមិមនុស្សទាំងអស់បដិញ្ញាមិនទិញឬលក់សម្លៀកបំពាក់ចាស់ៗពីស័ព្ទទៀតឡើយចប់សូមអរគុណសម្រាប់ការចូលស្ដាប់កំសាន្តតាំងពីដើមរហូតដល់ចប់សូមសំណាងល្អទាំងអស់គ្នា